អត្ថាធិប្បាយអំពីទឹកដីសុវណ្ណភូមិរបស់ប្រទេសកម្ពុជាព្រះរាជាណាចក្រកម្ពុជាទឹកដីសុវណ្ណភូមិរបស់ប្រទេសកម្ពុជាគឺជាទឹកដីដែលសម្បូរទៅដោយទ្រព្យសម្បត្តិធម្មជាតិទាំងឡាយលើដីក្រោមដីក្នុងទឹកសមុទ្រទន្លេបឹងបួរព្រៃភ្នំក្រំថ្មគិរីបបតានិងមានរ៉ែសំខាន់ដែលជាសម្បត្តិមហាសាលសម្រាប់កុលបុត្រកុលធីតាជំនាន់ក្រោយទាញយកនៅលទ្ធផលពីធម្មជាតិដើម្បីបម្រើនិងអភិវឌ្ឍប្រទេសជាតិឆ្នាំនេះគឺជាឆ្នាំម្សាញ់ដែលឈានចូលមកដល់នៅក្នុងថ្ងៃច័ន្ទទី14ខែមេសាឆ្នាំ2025វេលាម៉ោង4:48នាទីវេលាយប់អធ្រាត្រជិតភ្លឺហេតុដូច្នេះហើយប្រជាពលរដ្ឋខ្មែរទាំងអស់រៀបចំដង្វាយសម្រាប់ដង្ហែដង្វាយសម្រាប់ថ្វាយទេវតាឆ្នាំថ្មីហើយសូមសេចក្តីសុខនិងសេចក្តីចម្រើនពីទេវតាដែលថែរក្សាព្រះរាជាណាចក្រកម្ពុជាទាំងមូលទឹកដីមហានគរភូមិល្វឹងល្វើយដែលជាសុវណ្ណភូមិពោពេញទៅដោយទ្រព្យសម្បត្តិមហាសាលដូច្នេះកុលបុត្រកុលធីតាខ្មែរទាំងអស់មេត្តាថែរក្សាទ្រព្យសម្បត្តិរបស់ប្រទេសជាតិនិងប្រពៃណីវប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរធ្វើដំណើរទៅកាន់ទីជិតធ្វើដំណើរទៅកាន់ទីឆ្ងាយនឹងបានសេចក្តីសុខនិងបានសេចក្តីចម្រើនគ្រប់ប្រការហើយទទួលយកនៅពរជ័យសុខសាធិការពរពីទេវតាឆ្នាំថ្មីគឺឆ្នាំម្សាញ់នឹងឈានចូលមកដល់នៅវេលាម៉ោង4:48នាទីជិតភ្លឺក្នុងថ្ងៃទី14ត្រូវនឹងថ្ងៃច័ន្ទ2រោច